រីករាយទិវាអ្នកម្ដាយទៅកាន់អ្នកម្ដាយគ្រប់រូបទូទាំងពិភពលោកមិនថាលោកអ្នកកំពុងតែនៅកន្លែងណាទេខ្ញុំសង្ឃឹមថាអ្នកមានពេលវេលាមួយដ៏ល្អហើយអ្នកគឺជាព្រះពរដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់រូបកាលពីមុនយើងបានធ្វើការចែកចាយនិងការធ្វើនំនៅពេលតែមួយហើយនៅថ្ងៃនេះយើងគិតថាយើងនឹងធ្វើវាម្ដងទៀតយើងបានធ្វើមេរៀនបន្ថែមព្រះអង្គនៅក្នុងជីវិតយើងនិងជឿជាក់លើទ្រង់ហើយដោយឲ្យព្រះអង្គជាគ្រឿងផ្សំមួយដែលសំខាន់នៅក្នុងជីវិតរបស់យើងនៅថ្ងៃនេះផងដែរតែនៅថ្ងៃទិវាអ្នកម្ដាយយើងនឹងនិយាយអំពីគ្រឿងផ្សំនៃការផ្សំគ្រឿងនៅក្នុងជីវិតយើងឲ្យបានត្រឹមត្រូវយើងនឹងធ្វើនំred velvet ជាមួយនឹងការ៉េមហើយវាងាយស្រួលមែនតើហើយអ្នកណាក៏អាចធ្វើបានដែរប៉ុន្តែមុននឹងធ្វើនំទាំងអស់នេះខ្ញុំពិតជាអរគុណទៅដល់ព្រះវិញ្ញាណបរិសុទ្ធដែលរស់នៅក្នុងជីវិតយើងបើខ្ញុំមិនអាចរស់នៅដែលគ្មានព្រះវត្តមានបរិសុទ្ធនោះឡើយដែលថ្មីនេះខ្ញុំបានឃើញនឹងនិយាយពីផលផ្លែនៃព្រះវិញ្ញាណហើយបានរៀបចំមេរៀនជាមួយនឹងកម្មវិធីកុមាររបស់យើងហើយខ្ញុំបានគិតថាបើខ្ញុំទៅជាយ៉ាងណាបើសិនជាខ្ញុំមិនមានផលនៃព្រះវិញ្ញាណនៅក្នុងជីវិតខ្ញុំដោយខ្ញុំពិតជា surprise ដោយខ្ញុំបានដឹងថាបើខ្ញុំមានផលផ្លែនៃព្រះវិញ្ញាណនោះខ្ញុំនឹងមានការខកចិត្តនិងការអន់ចិត្តនោះឡើយនៅក្នុងជីវិតខ្ញុំហើយវានេះពិតជាប្រហែលជាអំណាចឬក៏មានបញ្ហាអ្វីមួយនៅក្នុងជីវិតយើងដែលយើងកំពុងតែប្រយុទ្ធជាមួយនៅឥឡូវនេះប៉ុន្តែពេលដែលយើងស្រែកឃ្លានអំពីផលផ្លែនៃព្រះវិញ្ញាណរបស់វិសុទ្ធនោះផលផ្លែនៃព្រះវិញ្ញាណនៅក្នុងជីវិតយើងនឹងជាប្រភពនៃទ្រទ្រង់នៃជីវិតរបស់យើងផងដែរកាឡាទីជំពូកទី5ខទី16ដល់18ខ្ញុំសូមជម្រាបថាសូមរស់នៅឲ្យស្របតាមព្រះវិញ្ញាណនោះបងប្អូននឹងបំពេញតាមបំណងចិត្តមិនបំពេញនៅតាមបំណងចិត្តលោភលន់របស់វិស័យលោកីទៀតឡើយត្បិតបំណងលោភលន់របស់វិស័យលោកីតែងតែទាស់ទៅនឹងព្រះវិញ្ញាណហើយព្រះវិញ្ញាណក៏មានបំណងទាស់នឹងវិស័យលោកីនោះដែរវិស័យលោកីនិងព្រះវិញ្ញាណផ្ទុយគ្នាទាំងស្រុងអេមែនដូច្នេះបងប្អូនពុំអាចធ្វើអ្វីដែលបងប្អូនចង់ធ្វើនោះឡើយប្រសិនបើព្រះវិញ្ញាណណែនាំបងប្អូនលែងនៅក្នុងក្រោមអំណាចរបស់ក្រឹតវិន័យទៀតនោះហើយនេះគឺជាបទគម្ពីរដែលនៅក្នុងគម្ពីរកាឡាទីជំពូកទី16ដល់18បាននិយាយអំពីផលផ្លែនៃព្រះវិញ្ញាណនៅខទី22រីឯផលដែលកើតមកពីព្រះវិញ្ញាណគឺសេចក្តីស្រឡាញ់អំណរសេចក្តីសុខសាន្តចិត្តអត់ធ្មត់ចិត្តសប្បុរសចិត្តសន្តោសមេត្តាជំនឿចិត្តស្លូតបូតចេះទប់ចិត្តខ្លួនឯងគ្មានវិន័យណាជំទាស់នឹងសេចក្តីទាំងនោះទេលោកអ្នកឃើញហើយថាយើងមានការប្រយុទ្ធជាមួយនឹងផ្នែកសាច់ឈាមនិងប្រលឹងវិញ្ញាណរបស់យើងដែលយើងអាចនឹងងាយស្រួលធ្លាក់ចូលនៅក្នុងអន្ទាក់អំពើបាបដែលយើងជឿទៅលើពាក្យកុហកដែលពីអ្នកដទៃដែលថាទ្រង់មិនស្រឡាញ់យើងដែលយើងតាមពិតទៅគឺយើងនោះទេដែលជឿទៅលើពាក្យកុហកនោះហើយយើងត្រូវការគ្រឿងផ្សំមួយចំនួននៅក្នុងជីវិតរបស់យើងដើម្បីរស់នៅស្របតាមព្រះយេស៊ូវទី1យើងនឹងប្រាប់គ្រឿងផ្សំទី1គឺការរស់នៅស្របតាមព្រះយេស៊ូវនៅកាឡាទីជំពូកទី5ខទី16ដល់ទី18ដដែលខ្ញុំសូមជម្រាបថាចូលរស់នៅស្របតាមព្រះវិញ្ញាណនោះបងប្អូននឹងបំពេញតាមបំណងចិត្តលោភលន់របស់និស្ស័យលោកីនោះដែរត្បិតវាទាស់នឹងព្រះវត្តមានរបស់ទ្រង់ដោយសារតែហេតុនេះហើយវាគឺជំទាស់ជាមួយនឹងព្រះវត្តមានរបស់វិសុទ្ធដែលធ្វើឲ្យយើងរស់នៅដែលគ្មានសេរីភាពដែលយើងមានការសម្រេចចិត្តហើយយើងចង់មានការសងសឹកការស្អប់ការអាត្មានិយមដែលនេះហើយគឺជាអ្វីដែលកើតចេញពីសាច់ឈាមរបស់យើងដែលជាការប៉ះពាល់ដល់ក្នុងជីវិតរបស់យើងនៅកាឡាទីជំពូកទី5ខទី19និង21យើងស្គាល់ច្បាស់អំពើផ្សេងដែលកើតចេញមកពីវិស័យលោកីគឺមានអំពើប្រះចាកសិលធម៌អំពើសៅមងកាមគុណថោកទាបការថ្វាយបង្គំព្រះคล้ายវិធីធ្មប់ឆ្លោះប្រកែកគ្នាបាក់បែកគ្នាច្រណែនគ្នាកំហឹងខុសខើប្រកួតប្រជែងគ្នាប្រឆាំងគ្នាប្រកាន់បកពួកឆ្លៀននេះគ្នាប្រមឹក
ផឹកស៊ីជ្រុលនិងអំពើផ្សេងទៀតដែលស្រដៀងទៅនឹងអំពើទាំងនោះដែរខ្ញុំសូមជម្រាបឲ្យបងប្អូនទាំងអស់បានដឹងជាមុនដូចខ្ញុំបាននិយាយរួចមកហើយថាអស់អ្នកដែលប្រព្រឹត្តអំពើទាំងនោះពុំអាចទទួលនៅព្រះរាជរបស់ព្រះជាម្ចាស់ទុកជាកេរមរតកនោះឡើយការធ្វើអំពើប្រជាសិលធម៌ដូចជាការមើលរឿងអាភិបរកអ្វីផ្សេងទៀតជៀសវាងព្រះអង្គដូចជាការបម្រើពន្ធកិច្ចការជួបប្រកែកគ្នាប្រហែលជាមួយប្តីប្រពន្ធឬអ្នកដែលចំណែនដល់អ្នកដតីផ្សេងទៀតឬការប្រឆាំងទៅនឹងការប្រកាន់បពួកឈ្លាននេះគេនៅពេលដែលយើងបានឮពីទីបន្ទាល់ពីអ្នកដតីដែលព្រះអង្គបានធ្វើការនៅក្នុងជីវិតគេប៉ុន្តែមិនទាន់នៅធ្វើការនៅក្នុងជីវិតយើងការក្តៅក្រហាយនឹងខឹងទៅកាន់កូនប្តីប្រពន្ធក្រុមគ្រួសារគឺជាការដែលគិតអំពីតែគំនិតខ្លួនឯងអាត្មានិយមនឹងស្រឡាញ់តែអ្វីដែលយើងគិតតែយើងត្រូវតែបោះបង់វាចាឲ្យព្រះអង្គជាព្រះបានធ្វើកិច្ចការនោះនៅក្នុងជីវិតរបស់យើងដែលកិច្ចការទាំងនោះគឺជំទាស់ទៅនឹងព្រះវិញ្ញាណបរិសុទ្ធហើយយើងត្រូវតែថ្វាយនិងដកចេញនៅអ្វីទាំងនោះចេញពីជីវិតរបស់យើងអបព្រះវិញ្ញាណរបស់វិសុទ្ធខ្ញុំសូមថ្វាយការស្អប់ការចំណែនអំនួតទៅកាន់ទ្រង់ហើយសូមព្រះអង្គជាព្រះបានដកចិនពេលខ្លះខ្ញុំចង់និយាយពាក្យសម្ដីដែលមិនសមរម្យទៅកាន់បុគ្គលម្នាក់នោះនៅពេលដែលខ្ញុំខឹងមែនតែព្រះវិញ្ញាណបរិសុទ្ធបាននិយាយថាទេមកកាន់ខ្ញុំថាត្រូវបោះបង់ចាការសងសឹកទាំងអស់នោះព្រោះគ្រឿងផ្សំមិនត្រឹមត្រូវនោះទេព្រោះនេះវានឹងបំផ្លាញនៃជីវិតរបស់យើងហើយគ្រឿងផ្សំនៅក្នុងជីវិតរបស់យើងគឺมันមានកិច្ចការទាំងអស់នោះឡើយដោយនៅក្នុងជីវិតយើងអាចលាក់ដូចជាម្សៅដែលហួសដុលេដែលធ្វើឲ្យនំខូចនៅពេលដែលយើងដាក់វានៅក្នុងនំប៉ុន្តែនៅពេលដែលយើងយកវាទៅដុតនំនោះនៅដូចនៅក្នុងជីវិតរបស់យើងដូចគ្នាពេលដែលយើងបានដុតដោយព្រះវិញ្ញាណរបស់បរិសុទ្ធនិងគ្រឿងផ្សំដែលបានលាក់នៅក្នុងជីវិតរបស់យើងត្រូវបានលេចចេញឲ្យប៉ះពាល់ដល់ផ្នែកផ្សេងទៀតរបស់ព្រលឹងរបស់យើងកាឡាទីចំពោះទី5ខទី9មេម្សៅតែបន្តិចអាចនឹងធ្វើឲ្យម្សៅទាំងមូលរាលដាលឡើងបានតើអ្នកដឹងទេថាតើអំពើដែលទូចមួយដែលយើងបានប្រព្រឹត្តនឹងបំផ្លាញដល់ផ្នែកផ្សេងទៀតនៅក្នុងជីវិតរបស់យើងសូមបានគិតពីរឿងនេះបន្តិចយើងដឹងថាយើងមានវិបត្តិកូវីដនៅទូទាំងពិភពលោកដែលខ្ញុំបានដឹងថាមនុស្សដែលខ្ញុំបានធ្លាប់ស្គាល់ដែលមានជំនឿរឹងមាំនៅពេលដែលគេវាវិបត្តិកើតឡើងពួកគេបានបង្ហាញចេញនៅអត្តចរិតពិតនិងអ្វីដែលខ្លួនគេបានរក្សាទុកក្នុងជីវិតរបស់គេដូចនេះយើងត្រូវបោះបង់ចោលនៅផ្លែឈើដែលរលួយនិងគ្រឿងផ្សំដែលរលួយដែលហួសកំណត់នៅក្នុងជីវិតរបស់យើងបោះចោលនៅក្នុងធុងសម្រាមនិងបោះបង់វាចោលទៅកាន់ធុងសម្រាមដើម្បីឲ្យព្រះអង្គជាព្រះបានសម្អាតយើងពីក្នុងមកវិញការពីសប្តាហ៍មុនកូនប្រុសរបស់ខ្ញុំនិងខ្ញុំបានដុតនំហើយបានខ្ញុំបានបង្ហាញរូបភាពនេះនៅក្នុង IG របស់ខ្ញុំបាទអ្នកបានតាមដានហើយកូនប្រុសរបស់ខ្ញុំរវល់មែនតើគាត់បានទៅរកគ្រឿងផ្សំនិងលាយម្សៅហើយបន្ទាប់មកយើងក៏បានថតវីដេអូដូចខ្ញុំកំពុងតែនិយាយនៅកាមេរ៉ានៅពេលនេះផងដែរបន្ទាប់មកCalebដែលជាប្អូនរបស់គាត់បានមកហើយសួរថាតើអ្នកកំពុងធ្វើអីហ្នឹងហើយគាត់បានយកម្សៅនោះមកមើលហើយគាត់បានថាវាហួសកំណត់រយៈពេល6ខែហើយដូច្នេះយើងបានវាបោះវាចោលព្រោះវានឹងធ្វើឲ្យយើងឈឺបើសិនជាយើងយកផលិតផលនោះមកប្រើប្រាស់ដូចជាផលិតផលដែលខ្ញុំកំពុងតែមាននេះដូចជាសូដានំដុតម្សៅដុតនំហើយវាមើលទៅគួរឲ្យស្ពើមែនតែនហើយជាពិសេសគឺជាមួយនឹងផ្លែឈើរលួយនិងម្សៅផ្សេងទៀតដែលខ្ញុំកំពុងតែបង្ហាញអ្នកនេះគឺវាហួសកំណត់ប្រហែលជា6ខែឬក៏ទៅ1ឆ្នាំហើយដោយសារធាតុឬក៏គ្រឿងផ្សំខ្លះវាមានក្លិនស្អុយដូចជាផ្លែឈើដែលវារលួយអញ្ចឹងវានឹងជះក្លិនស្អុយប៉ុន្តែគ្រឿងផ្សំមួយចំនួនទៀតគឺវាមិនមានក្លិនស្អុយនោះឡើយដូចជាម្សៅឬក៏ស្ករនោះឡើយហើយដូច្នេះនៅក្នុងជីវិតរបស់យើងដូចគ្នាយើងត្រូវតែបោះចោលសារធាតុទាំងអស់នោះបោះចោលនៅក្នុងធុងសម្រាមព្រោះយើងអាចរក្សាទុកវានៅក្នុងជីវិតយើងឬនៅក្នុងផ្ទះយើងនោះឡើយដែលយើងត្រូវប្រើប្រាស់គ្រឿងផ្សំថ្មី
ដែលយើងចង់ធ្វើនំនោះដែលបានល្អគឺប្រើប្រាស់គ្រឿងថ្មីនៅថ្ងៃនេះហើយនៅថ្ងៃនេះយើងនឹងធ្វើនំ Red Velvet ដែលនេះជាគ្រឿងផ្សំដែលសំខាន់គឺមានសូកូឡាពណ៌សនិងដែលយើងចែកជាពីរប្រេងធម្មជាតិពងមាន់2និងម្សៅស្ករគ្រឿងផ្សំទាំងអស់នេះគឺថ្មីស្រស់តែម្ដងដែលខ្ញុំបានយកមកពីផ្សារពីព្រឹកមិញហើយខ្ញុំត្រូវប្រកាសថាគ្មានការហួសកំណត់នោះឡើយព្រោះខ្ញុំចង់ឲ្យនំនេះមានរសជាតិល្អនិងស្រស់ថ្មីនិងដើម្បីឲ្យនំនេះរឹតតែមានរសជាតិឆ្ងាញ់និងអស្ចារ្យមែនទែនអូខេនៅថ្ងៃនេះយើងចំណុចទី1គឺរស់នៅស្របនឹងព្រះអង្គម្ចាស់ទី2គឺយើងត្រូវទុកចិត្តទៅលើព្រះវិញ្ញាណបរិសុទ្ធហើយនេះគឺជាគ្រឿងផ្សំមួយដែលសំខាន់នៅក្នុងជីវិតរបស់យើងផងដែរព្រោះព្រះវិញ្ញាណបរិសុទ្ធគឺជាគ្រឿងផ្សំមួយដែលសំខាន់កូឡាទីចំពោះ5ខទី24អស់អ្នកដែលរួមរស់ជាមួយព្រះគ្រិស្តយេស៊ូវបានឆ្កាងតណ្ហាបំណងលុបលន់ផ្សេងរបស់និស្ស័យលោកីនោះចោលហើយប្រសិនបើយើងមានជីវិតដោយសារព្រះវិញ្ញាណមែនយើងត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរដោយយើងនឹងថាយើងត្រូវបានប្រតិបត្តិតាមព្រះវិញ្ញាណដោយទ្រង់បានលះបង់ព្រះរាជបុត្រារបស់ទ្រង់តែមួយមកលើផែនដីនេះដើម្បីជាអ្នកជួយរបស់យើងនិងជាអ្នកបម្រើឥឡូវយើងសូមដាក់សូកូឡានៅក្នុងម៉ាស៊ីននេះយូហានចំពុះទី14ខទី26ប៉ុន្តែព្រះដ៏ជួយការពារគឺជាព្រះវិញ្ញាណដ៏បរិសុទ្ធដែលព្រះបិតាចាត់ឲ្យមកក្នុងនាមខ្ញុំនឹងបង្រៀនសេចក្តីទាំងអស់ដល់អ្នករាល់គ្នាព្រមទាំងរំលឹកអ្វីដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផងដែរហើយនេះគឺជាអ្វីដែលយើងគួរតែឲ្យព្រះវិញ្ញាណបរិសុទ្ធជួយយើងនឹងដឹកនាំនៅក្នុងជីវិតយើងឥឡូវនេះដូចខ្ញុំដែលកំពុងតែណែនាំតាមរយៈរូបមន្តដែលខ្ញុំបានមកនេះនំដើម្បីធ្វើនំយ៉ាងឆ្ងាញ់នេះតែបើសិនជាខ្ញុំមិនធ្វើតាមរូបមន្តវិញប្រហែលជាខ្ញុំដាក់ម្សៅច្រើនជាងនេះហើយខ្ញុំនឹងបន្ថែមសូកូឡាឲ្យច្រើនបន្តិចនិងដាក់ស្ករបន្ថែមទៀតប៉ុន្តែខ្ញុំជឿទុកចិត្តទៅលើរូបមន្តដែលខ្ញុំបានយកមកចេញពីសភៅដើម្បីឲ្យខ្ញុំបានទទួលនំរឹតតែឆ្ងាញ់និងអស្ចារ្យខ្ញុំមិនមែនជាអ្នកជំនាញតែអ្នកដែលធ្វើរូបមន្តនេះគឺជាអ្នកជំនាញដូចនេះនៅក្នុងជីវិតយើងត្រូវតែទុកចិត្តទៅលើព្រះវិញ្ញាណដ៏បរិសុទ្ធនិងឲ្យទ្រង់ដឹកនាំជីវិតរបស់យើងនិងបោះចោលនិងរស់នៅស្របតាមនឹងព្រះハត្តតីរបស់ទ្រង់នឹងចិត្តទុកចិត្តលើទ្រង់ខ្ញុំនឹងលាយវានៅក្នុងម៉ាស៊ីនដ៏ស្រស់ស្អាតរបស់នេះដែលខ្ញុំបានមកពីកាដូទិវាអ្នកម្ដាយកាលពីឆ្នាំមុនហើយយើងនឹងឲ្យវាលាយចូលគ្នាឲ្យដាក់ប្រេងរុក្ខជាតិចូលហើយយើងនឹងអ្នកក៏អាចប្រើប្រេងដតៃទៀតក៏បានដែរអូខេវាងាយស្រួលធ្វើមែនតើវ៉ាវមើលទៅវាអស្ចារ្យមែនតើហើយយើងនឹងបើកអូវ៉ាន់របស់យើងនៅសីតុណ្ហភាព180ហើយយើងនឹងត្រូវយកថាសនិងម្សៅដុតនំរបស់យើងនឹងប្រដាប់ដួសអលឹកសម្រាប់មកដួសយកម្សៅដែលយើងបានកិននោះមកដាក់លើថាសនេះដោយយើងរស់នៅតាមស្របព្រះハត្តតីរបស់ព្រះអង្គយើងក៏ទុកចិត្តលើទ្រង់និងផលិតផលដែលបានផលិតផ្លែឈើនៅក្នុងជីវិតរបស់យើងឲ្យនៅបានគង់វង្សដែរអូខេយើងនឹងដួសយកនំដែលយើងបានលាយចូលគ្នាវ៉ាវមើលនេះវាល្អមែនតើនេះជាផ្នែកមួយដែលយើងគួរតែរំភើបហើយអ្វីដែលយើងរស់នៅជាមួយព្រះវត្តមាននិងព្រះវិញ្ញាណបរិសុទ្ធដែលយើងនឹងបង្កើតផលផ្លែដូចជាសេចក្តីស្រឡាញ់គឺស្រឡាញ់អ្នកដទៃដែលមើលទៅទោះពួកគាត់មិនគួរឲ្យស្រឡាញ់នោះឡើយប្រហែលជាគ្រួសារបងប្អូនមិត្តភក្តិអ្នកជិតខាងនិងអ្នកដទៃផ្សេងទៀតដែលនៅជុំវិញខ្លួនរបស់យើងតែគេធ្លាប់ប៉ះពាល់នៅផ្នែកណាមួយនៅក្នុងជីវិតយើងដែលយើងអត់ស្រឡាញ់គេប៉ុន្តែនៅថ្ងៃនេះយើងត្រូវស្រឡាញ់អ្នកដទៃដែលរស់នៅជុំវិញខ្លួនរបស់យើងនិងមួយទៀតគឺអំណរនៅគ្រប់កលៈទេសៈនិងដូច្នេះបានជាលោកពោលដែលមានអំណរទោះនៅក្នុងគ្រាលំបាកក៏ដោយជាពិសេសនៅក្នុងរដូវកាលកូវីដខ្ញុំយល់អំពីអ្នកដែលយើងបានងាយស្រួលមែនតើក្នុងការហក់ចិត្ត
យើងនឹងបាត់បង់នៅអំណររបស់យើងព្រោះយើងត្រូវបានផ្លាស់ប្ដូរកម្មវិធីភ្លាមនឹងហាមឃាត់ជាច្រើនដែលយើងមិនអាចទៅនៅចេញពីផ្ទះរបស់យើងដែលធ្វើឲ្យយើង stress មែនតើដែលយើងមានឲ្យអំណរដែលយើងធ្លាប់មានពីមុនបានចេញពីយើងប៉ុន្តែនៅថ្ងៃនេះសូមឲ្យអំណររបស់ព្រះអង្គជាព្រះនៅក្នុងជីវិតរបស់យើងត្រឡប់មកវិញហើយផ្លែឈើនៃវិញ្ញាណមួយទៀតគឺសន្តិភាពគឺមានន័យថាគ្មានភាពភ័យខ្លាចគ្មានការសង្ស័យគ្មានភ័យខ្លាចនៅក្នុងពេលមានការខ្វះខាតទោះមានបញ្ហាយ៉ាងណាក៏ដោយប៉ុន្តែយើងនៅតែមានសន្តិភាពការអត់ធ្មត់គឺនៅក្នុងការរងចាំនៅពេលដែលយើងទូលសុំព្រះអង្គអ្វីមួយគឺចំពោះអ្នកដតីមិត្តភក្តិអ្នកនៅជុំវិញខ្លួនរបស់យើងគ្រួសាររបស់យើងឬក៏អ្វីមួយដែលយើងទូលសុំព្រះអង្គយូរមកហើយប៉ុន្តែនៅថ្ងៃនេះយើងត្រូវតែមានការអត់ធ្មត់នៅក្នុងជីវិតរបស់យើងការចែករំលែកទៅកាន់អ្នកដតីដែលមិនមែនដែលគាត់មើលទៅមិនសមទទួលនៅអំណោយទាំងនោះភាពសប្បុរសនឹងធ្វើការល្អភាពសប្បុរសនៅក្នុងការរស់នៅពេលវេលារបស់យើងភាពស្មោះត្រង់ដល់អ្នកដតីជុំវិញខ្លួននិងដល់ព្រះជាម្ចាស់និងជាពិសេសទៅកាន់អ្វីដែលយើងធ្វើនៅក្នុងជីវិតរបស់យើងផងដែរសភាពរៀបសារគឺជាការបន្ទាបខ្លួននឹងការចោះចូលការមានម្ចាស់ការក្នុងខ្លួនគឺជាការលុតដំខ្លួនអ្នកដែលដឹងថាបើមានផលនៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់យើងនោះវាមានក្លិនក្រអូបនៅជុំវិញខ្លួនយើងនិងមានក្លិនផ្អែមហើយមនុស្សនឹងកត់សម្គាល់ពីព្រោះយើងសុខចិត្តលះបង់ខ្លួនឯងចំពោះព្រះជាម្ចាស់ដូច្នេះយើងត្រូវដឹងថាយើងពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធឬខ្លួនឯងយើងក៏ត្រូវដឹងថាតើយើងកំពុងតែបញ្ចេញក្លិនក្រអូបឬក៏ក្លិនជូរនៅក្នុងខ្លួនយើងនៅពេលខ្លះយើងជាអ្នកដែលបង្កើតបញ្ហាឬក៏ក្លិនដែលស្អុយនោះចេញពីខ្លួនរបស់យើងប៉ុន្តែជាច្រើនយើងតែស្រែករកព្រះអង្គដើម្បីជួយជៀសវាងយើងមើលពីខ្លួនឯងនិងតាមពិតទៅយើងជាអ្នកដែលបង្កើតក្លិនជូរនោះនៅក្នុងជីវិតរបស់យើងបានសូមឲ្យព្រះអង្គធ្វើការទម្លុះទម្លាយនៅក្នុងជីវិតរបស់យើងតែយើងមិនបានឲ្យព្រះអង្គជាព្រះដឹកនាំជីវិតរបស់យើងនៅឡើយយើងបានអធិដ្ឋានឲ្យទ្រង់ផ្សះផ្សានឹងការរៀបការកូនគ្រួសារនិងឪពុកម្ដាយរបស់យើងនឹងទំនាក់ទំនងណាមួយប៉ុន្តែនៅពេលនោះយើងមិនមានភាពសប្បុរសនោះឡើយឲ្យព្រះអង្គម្ចាស់អើយសូមទ្រង់បានជាបាខ្ញុំជំងឺទឹកនោមផ្អែមតម្រូវការខ្ញុំនឹងអ្វីដែលខ្ញុំត្រូវការប៉ុន្តែយើងបែកជាមិនស្រឡាញ់ខ្លួនឯងនិងបរិភោគអាហារដែលលើជំងឺកំណត់សូមយកការភ័យខ្លាចនិងការបាក់ទឹកចិត្តនៅពេលដែលយើងកំពុងតែគ្មានអំណរនិងសន្តិភាពព្រះអង្គម្ចាស់អើយសូមផ្លាស់ប្ដូរការងារថ្មីឲ្យខ្ញុំនិងចៅហ្វាយថ្មីរបស់ខ្ញុំនិងអ្នកចិត្តខាងទាំងអស់នៅពេលដែលយើងគ្មានភាពល្អនិងភាពសុភាពរាបសារសម្រាប់អ្នក single វិញបានទទួលសុំព្រះអង្គថាព្រះអង្គឲ្យសូមផ្ដល់ដៃគូឲ្យខ្ញុំមួយមកទាំងខ្លួនឯងគ្មានការគ្រប់គ្រងខ្លួនឯងនិងមិនចេះអត់ធ្មត់ដោយមួយចំនួនទៀតព្រះអង្គអើយសូមឲ្យខ្ញុំចេញពីភាពញៀនទាំងអស់នោះទាំងខ្លួនឯងមិនអាចជាគ្រប់គ្រងម្ចាស់ការនៅក្នុងខ្លួនបានឡើយយើងសូមឲ្យព្រះអង្គប្រទានពរដល់ថវិការបស់យើងទាំងយើងមិនមានភាពស្មោះត្រង់ក្នុងការដាក់ដង្វាយសូមមើលនេះយើងកំពុងបង្កើតបញ្ហាឬក៏ជ័យជំនះវាពិតជាគ្រោះថ្នាក់ណាស់នៅពេលដែលយើងបានបង្កើតផលដែលមានក្លិនស្អុយនៅក្នុងជីវិតរបស់យើងដែលវានឹងបំផ្លាញនិងជះក្លិននោះទៅដល់អ្នកដទៃនិងបំពុលអ្នកដទៃបន្ថែមទៀតនៅក្នុងជីវិតយើងទៅនៅជុំវិញមនុស្សដែលនៅជុំវិញខ្លួនរបស់យើងមិនដែរប៉ុន្តែបើសិនបើយើងរស់នៅតាមព្រះវិញ្ញាណបរិសុទ្ធនោះយើងនឹងទទួលបានការការពារដោយពេញមួយជីវិតយើងត្រូវទទួលបានជ័យជំនះនៅពេលដែលផលនៃព្រះវិញ្ញាណកំពុងតែធ្វើការនៅក្នុងជីវិតយើងឥឡូវនេះយើងនឹងយកថាហើយយើងដាក់សូកូឡាពីលើវាព្រោះនេះគឺជារបៀបដែលគេចម្អិននំនេះហើយវាខុសពីនំការចម្អិននំខូឃីបន្តិចនៅពេលយើងដាក់សូកូឡានៅលើវាធ្វើឲ្យរឹតតែឆ្ងាញ់បន្ថែមទៀតនិងមានរសជាតិកាន់តែអស្ចារ្យមែនទែនឥឡូវយើងនឹងដាក់វានៅក្នុងអូវ៉ាន់នំឡដុតរបស់យើងរយៈពេល10ទៅ12នាទីនៅពេលនំនេះបានដុតវានឹងរលាយចូលគ្នាដោយមានរសជាតិផ្សំគ្នាយ៉ាងឆ្ងាញ់មែនទែនពេលខ្លះយើងត្រូវឲ្យភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធបានដុតយើងខាងព្រលឹងវិញ្ញាណដើម្បីឲ្យវាមានឱកាសក្នុងការដុតគំនិតនៅផ្នែកសាច់ឈាមរបស់យើងនិងបោះបង់នៅគំនិតនិងបញ្ហាទាំងនោះ
ឬអ្វីមួយដែលយើងបានរស់នៅជាមួយជាយូរមកណាស់មកហើយបែរយើងទទួលមកពីក្រុមគ្រួសារដូចជាបណ្ដាសាជាដើមហើយនេះមិនមែនជាកំហុសរបស់យើងឡើយដែលយើងទទួលបានបណ្ដាសានៅក្នុងជីវិតរបស់យើងប៉ុន្តែនៅថ្ងៃនេះអ្វីដែលអ្នកត្រូវធ្វើគឺត្រូវអធិដ្ឋាននឹងតមហាដើម្បីឲ្យទ្រង់បានជួយនិងឲ្យយើងបានរស់នៅដោយសេរីភាពពីទ្រង់នៅពេលយើងជួបការលបួងសូមកុំឲ្យការលបួងឈ្នះយើងឲ្យសោះព្រោះវានឹងឲ្យតម្លៃវាមិនស័ក្តិសមនឹងតម្លៃនោះឡើយតាំងពីខ្ញុំបានរៀនពីផ្លែផលផ្លែនៃព្រះវិញ្ញាណមកសិតបាននិយាយមកកាន់ខ្ញុំពីផលផ្លែខាងព្រលឹងវិញ្ញាណខ្ញុំណាមួយដែលខ្ញុំទុនសោយពេលនោះខ្ញុំបាននិយាយថាខ្ញុំនឹងមិនអោយមានសាតាំងយកផលនៃព្រះវិញ្ញាណនៅក្នុងជីវិតខ្ញុំនោះឡើយកាលពីប្រហែលសប្តាហ៍មុនយើងនឹងក្រុមអ្នកជួយរបស់យើងបានថតកម្មវិធីកុមារចាប់ពីម៉ោង9ព្រឹកដល់ម៉ោង6ល្ងាចតែម្ដងហើយវាមានវគ្គនៅក្នុងនោះគឺ3វគ្គពេលនោះអ្នកកាន់កាមេរ៉ាបាននិយាយមកកាន់ខ្ញុំថាយើងត្រូវតែថតវាឡើងវិញព្រោះកាមេរ៉ាទាំងអស់អត់ focus ពេលនោះយើងត្រូវធ្វើម្ដងទៀតតែអត់ធ្មត់ប៉ុន្តែខ្ញុំវិញពេលនេះខ្ញុំរៀងខំបន្តិចប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធបាននិយាយមកកាន់ខ្ញុំថាអ្នកកំពុងតែបានសាក់លបងហើយពេលនេះខ្ញុំបានគិតពេលនោះខ្ញុំក៏បានគិតថាខ្ញុំនឹងមិនខំទៀតឡើយខ្ញុំត្រូវរកវិធីណាដើម្បីដោះស្រាយបញ្ហាទាំងនេះដូចនេះយើងគ្រប់រូបត្រូវតែរក្សាកប្បកិរិយាល្អនៅពេលដែលយើងនៅជុំវិញមនុស្សពេលដែលយើងជួបបញ្ហាកុំឲ្យមានមកលួចផលនៃព្រះវិញ្ញាណយើងចេញពីជីវិតរបស់យើងត្រូវតែរកដំណោះស្រាយនៅពេលដែលយើងកំពុងតែជួបឧបសគ្គហើយនេះពិតជាសំខាន់មែនទែនឥឡូវយើងដឹងហើយថានៅចំពោះកាឡាទីចំពោះទី5ខទី26ប៉ុន្តែព្រះដ៏ជួយការពារគឺជាព្រះវិញ្ញាណដ៏បរិសុទ្ធដែលព្រះបិតាចាត់ឲ្យមកក្នុងនាមខ្ញុំនឹងបង្រៀនសេចក្តីទាំងអស់ដល់អ្នកដទៃព្រមទាំងរំលឹកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផងដែរហើយវានឹងធ្វើឲ្យយើងមានសាមគ្គីបន្ថែមទៀតនេះគឺជាគម្ពីរដែលលោកពោបាននិយាយថាបាននិយាយដើម្បីកុំឲ្យយើងមានចិត្តចំណែនគ្នានិងត្រូវរស់នៅទាំងភាពសុចរិតនិងភាពសាមគ្គីត្បិតពេលណាដែលយើងសាមគ្គីគ្នាយើងនឹងអាចយកទីក្រុងទាំងមូលផងដែរហើយនៅពេលដែលយើងជាសាវករបស់ព្រះអង្គនិងជាអ្នកដើរតាមរបស់ព្រះអង្គនោះពេលដែលយើងមានភាពសាមគ្គីយើងនឹងមានជ័យជំនះបានអ្នកមានសេចក្តីស្រឡាញ់គ្នាទៅវិញទៅមកមនុស្សទាំងអស់មុខជាដឹងថាអ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែនបន្ទាប់ពី10ទៅ12នាទីយើងចំអិនហើយខ្ញុំគិតថានេះប្រហែលជាឆ្អិនហើយមកទៅហើយវ៉ាវមើលនេះមើលវាពិតជាស្អាតមែនតើហើយមើលទៅតំណងឥឡូវនេះយើងនឹងឲ្យវាទុកឲ្យវាត្រជាក់ប្រហែលជា2-3នាទីហើយយើងនឹងធ្វើជំហានបន្ទាប់ផ្សេងទៀតគ្រឿងផ្សំទាំងអស់នីមួយគឺផ្សំចូលគ្នាហើយខ្ញុំជឿថាគ្រឿងផ្សំទាំងអស់គឺសំខាន់ដែលយើងមិនអាចខ្វះអ្វីបានឡើយគឺពងមាន់និងម្សៅគ្មានគ្រឿងផ្សំណាមួយដែលមិនសំខាន់នោះឡើយគឺគ្រឿងផ្សំនីមួយបានរួមគ្នាហើយខ្ញុំជឿថានេះខ្ញុំបានធ្វើនំនេះឡើយដោយវាបានជានំមួយដែលល្អនៅពេលដែលយើងបានដុតវាជាមួយនឹងគ្នាវានឹងមានក្លិននិងរសជាតិល្អមែនតើហើយយើងទុកឲ្យវាត្រជាក់បន្តិចសិនខ្ញុំនឹងធ្វើជំហានបន្ទាប់បន្ថែមទៀតនៅពេលដែលយើងទុកឲ្យវាត្រជាក់មួយឡែកសិនហើយនេះគឺជានំដែលខ្ញុំបានធ្វើពីមុនទុកសម្រាប់ការចែកចាយនៅថ្ងៃនេះហើយខ្ញុំបានទុកវាឲ្យត្រជាក់ហើយនៅថ្ងៃនេះយើងនឹងអធិដ្ឋានជាមួយនឹងគ្នាព្រោះពេលខ្លះខ្ញុំដឹងថាអ្នកទាំងអស់គ្នាមានបញ្ហានិងពេលខ្លះអ្នកទាំងអស់គ្នាត្រូវការជំនួយនៅក្នុងជីវិតដែលយើងពេលខ្លះយើងបានវង្វេងហើយយើងលែងមានសង្ឃឹមយើងលែងមានការចាប់អារម្មណ៍នៅក្នុងប្រវត្តិមានរបស់ព្រះអង្គតែនៅថ្ងៃនេះខ្ញុំសង្ឃឹមថាអ្នកនឹងត្រឡប់មកក្នុងព្រះដំណាក់របស់ព្រះបិតាវិញទោះអ្នកមានបញ្ហាក៏ដោយតែអ្នកនឹងអាចត្រឡប់មកព្រះវិញ្ញាណនិងព្រះវិញ្ញាណបរិសុទ្ធនឹងផ្ដល់ផ្លែដែលមានក្លិនក្រអូបនិងដកផ្លែដែលមានក្លិនស្អុយនោះចេញពីខ្លួនរបស់អ្នកហើយនេះជាអ្វីដែលខ្ញុំធ្វើដែរខ្ញុំឲ្យអ្វីដែលជាក្លិនស្អុយដែលជូរនៅក្នុងជីវិតខ្ញុំ
ទៅកាន់ព្រះអង្គហើយឲ្យព្រះអង្គជាព្រះផ្ដល់នៅក្លិននិងផ្លែឈើដែលមានក្លិនផ្អែមនៅក្នុងជីវិតរបស់ខ្ញុំហើយនៅថ្ងៃនេះយើងនឹងអធិដ្ឋានងាយស្រួលជាមួយនឹងគ្នាគូនអធិដ្ឋានថាព្រះអង្គឲ្យសូមព្រះអង្គជាព្រះបានដោះដូរនៅកំហឹងទៅសេចក្តីស្រឡាញ់ការបាក់ទឹកចិត្តទៅជាអំណរការភាពភ័យខ្លាចទៅជាសន្តិភាពនិងការខកចិត្តទៅជាការអត់ធ្មត់បដូរពីការឆាប់ខឹងទៅជាមនុស្សសប្បុរសនិងការអាត្មានិយមទៅជាអ្នកចែករំលែកការស្ពឹកសពុនទៅការស្មោះត្រង់អំនួតទៅជាសភាពរាបសារគ្មានម្ចាស់ការនៅក្នុងខ្លួនទៅជាមានការគ្រប់គ្រងនៅលើខ្លួនខ្លួនឯងព្រះវិញ្ញាណរបស់វិសុទ្ធអើយសូមព្រះអង្គជាព្រះបានជាដង្ហើមដល់ជីវិតរបស់យើងនៅក្នុងប្រវត្តិមានរបស់ទ្រង់នឹងធ្វើឲ្យខ្ញុំបានលូតលាស់និងស្រែកឃ្លានព្រះអង្គនឹងឲ្យព្រះសូរសៀមរបស់ទ្រង់គឺជាសម្លេងដែលឮជាងគេនៅក្នុងជ្រជាតិរបស់ខ្ញុំនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអេមែនពេលដែលយើងស្វែងរកព្រះរាជព្រះអង្គនោះផលផ្លែនឹងលូតលាស់ការខ្វល់ខ្វាយនឹងបញ្ហាដែលយើងក៏បានធ្លាប់ទូលសុំព្រះអង្គឲ្យជួយនោះយើងនឹងលែងជាបញ្ហានោះហើយអ្នកដែលធ្លាប់មានបញ្ហានេះប្រហែលជារដូវកាលដ៏ល្អនិងអស្ចារ្យមែនទែននៅក្នុងជីវិតរបស់អ្នក